យន្តហោះចម្បាំងសហរដ្ឋអាមេរិក F-15 ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់និងបានប្រើប្រាស់ដ្រូនអត្តឃាតវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅសមុទ្រអូម៉ង់រហូតបង្ខំឲ្យអាមេរិកដកថយចម្ងាយជាង 1000 ម៉ែត្រពីតំបន់សមុទ្រក្បែរអ៊ីរ៉ង់អស់ចាណាស់តែរងចាំមើលបន្តទៀតតើទៅជាយ៉ាងណារបាយការណ៍ចេញពីគេហទំព័រស៊ីនហួរដែលបានចេញផ្សាយនៅថ្ងៃទី5មិនិនាបានបង្ហាញថាកងឆ្មាំបដិវត្តអ៊ីរ៉ង់បានប្រកាសជាចំហថាប្រព័ន្ធការពារដែនអាកាសរបស់ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទ F-15E របស់សហរដ្ឋអាមេរិកមួយគ្រឿងនៅក្បែរព្រំដែនភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី4មិនិនាការអះអាងនេះធ្វើឡើងក្នុងគោលបំណងបង្ហាញថាទោះបីជាអាមេរិកមានយន្តហោះទំនើបក៏ដោយក៏អ៊ីរ៉ង់នៅតែមានភ្នែកនិងដៃដែលអាចឈោងទៅបាញ់ទម្លាក់កំពូលយន្តហោះទាំងនោះបានដែរភ្លាមបន្ទាប់មកបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកនៅថ្ងៃប្រហ័សទី5មិនិនាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ថាគ្មានមូលដ្ឋាននិងមិនពិតខណៈដែលសង្គ្រាមព័ត៌មានកាន់តែធ្ងន់ធ្ងរឡើងរួមជាមួយនឹងចំនួនយោធាដែលឥឡូវនេះឈានចូលដល់ថ្ងៃទី6របស់ខ្លួនហើយតែមិនអ្វីទេនៅមានទៀតនោះគឺអ៊ីរ៉ង់បានអះអាងពីភាពជោគជ័យដ៏ធំសម្បើមមួយទៀតក្នុងប្រតិបត្តិការ Truce Promise 4ដោយបញ្ជាក់ថាដ្រូនអត្តឃាតរបស់ពួកគេបានបុកចំនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅសមុទ្រអូម៉ង់កាលពីថ្ងៃទី5មិនិនាព័ត៌មានដែលផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថាការវាយប្រហារនេះបានបង្ខំឲ្យនាវាផ្ទុកយន្តហោះខ្នាតយក្សនិងនាវាអមដំណើរទាំងអស់ត្រូវដកថយចម្ងាយជាង 1000 គីឡូម៉ែត្រចេញពីតំបន់សមុទ្រក្បែរអ៊ីរ៉ង់ទោះបីជាការអះអាងនេះនៅតែជាស្មារតីជំនួយក៏ដោយតែគ្មានភស្តុតាងរូបភាពច្បាស់លាស់បញ្ជាក់ពីការវាយប្រហារនោះទេតែផ្ទុយទៅវិញបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកបានបដិសេធភ្លាមចំពោះការអះអាងហើយបានបញ្ជាក់ថានាវា Abraham Lincoln មិនបានរងការប៉ះទង្គិចអ្វីឡើយហើយថែមទាំងបានឌឺវិញថាមីស៊ីនិងដ្រូនអ៊ីរ៉ង់សូម្បីតែហោះមកជិតក៏មិនបានផងហេតុអ្វីត្រូវរងការវាយប្រហារបច្ចុប្បន្ននាវានេះនៅតែបន្តប្រតិបត្តិការដោយយន្តហោះចម្បាំងដើម្បីវាយប្រហារគោលដៅក្នុងដីអ៊ីរ៉ង់ជាធម្មតានេះបើយោងតាម Time of Israel ដែលបានចេញផ្សាយនៅថ្ងៃទី5មិនិនាឥឡូវនេះយើងក្រឡេកទៅមើលការវាយបកទៅលើអ៊ីស្រាអែលនិងមូលដ្ឋានទ័ពសហរដ្ឋអាមេរិករបាយការណ៍ចេញពីគេហទំព័រ PBS ចេញផ្សាយនៅថ្ងៃទី5មិនិនាបានលម្អិតថាមីស៊ីនិងដ្រូនរាប់មិនអស់ត្រូវបានបាញ់ស្រោចលើប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ានៅថ្ងៃទី5មិនិនាយុទ្ធសាស្ត្រនេះបង្ហាញថាអ៊ីរ៉ង់កំពុងព្យាយាមប្រើកម្លាំងដែលនៅសេសសល់ដើម្បីធ្វើឲ្យសត្រូវរងការខូចខាតខ្លះនិងដើម្បីបង្ហាញថាខ្លួននៅតែជាឆ្អឹងទទឹងកដែលអាមេរិកមិនអាចលេបបានដោយងាយក្នុងរយៈពេល100ម៉ោងនោះឡើយក្នុងសង្គ្រាមបានកើតឡើងជារៀងរាល់ថ្ងៃដោយបានប៉ះពាល់ទៅដល់ប្រទេសចំនួន14បន្ថែមទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ានិងលើសពីនេះនៅថ្ងៃប្រហ័សទី5មិនិនាអាស៊ាបៃសាំងបានចាប់ប្រកាន់អ៊ីរ៉ង់ថាបានវាយប្រហារខ្លួនដោយយន្តហោះគ្មានមនុស្សបើកតែត្រូវបានទីក្រុងតេហេរ៉ង់បដិសេធយ៉ាងដាច់អហង្ការឈប់សិនបន្តិចទៀតយើងនឹងទៅមើលជំរំទីក្រុងគ្មានមេឃនៃខ្លាំងមីស៊ីអ៊ីរ៉ង់ដ៏ធំសម្បើមនៅក្រុងរូមភ្នំខ្ញុំសំអាងវណ្ណៈ True Insiderរថយន្តគុណភាពអាឡម៉ង់ J2 T1 PHEV ជាប្រភេទរថយន្តសាំងលាយអគ្គិសនីសន្សំសំចៃប្រេងបានខ្ពស់កម្លាំងខ្លាំងបើកបរដោយទំនុកចិត្តគ្រប់ស្ថានភាពផ្លូវជាមួយតម្លៃពិសេសត្រឹមតែ 38,800 តែប៉ុណ្ណោះ T1 PHEV បំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើបកាមេរ៉ា540ដឺក្រេដំបូលនិងផ្នែកខាងក្នុងធំទូលាយផ្ដល់ឲ្យលោកអ្នកនិងគ្រួសារនៅបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះទំនាក់ទំនងមកកាន់តំណែងចែកចាយផ្ដាច់មុខរថយន្ត J2 កម្ពុជាឥឡូវនេះតាមរយៈលេខទូរស័ព្ទ017 713 713